Ok សម្រាប់ថ្ងៃនេះខ្ញុំនឹងមកនិយាយ topic អំពីតើអ្នកទាំងអស់គ្នាមានគោលបំណងទៅសិក្សានៅសហរដ្ឋអាមេរិកដែរឬទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកកុំភ្លេច opportunity មួយនេះសម្រាប់ថ្ងៃស្អែកគឺស្ថានទូតអាមេរិកនឹងមានជា panel discussion សម្រាប់ event មួយដែលនៅក្នុងនោះក៏មានអតីតនិស្សិតដែលគាត់ធ្លាប់ធ្វើការផ្លាស់ប្ដូរការសិក្សានៅសហរដ្ឋអាមេរិកផងដែរហើយចំពោះ session នេះគឺវាគ្មិនមានទាំងខ្មែរនិងជនជាតិអាមេរិកផងដែរហើយចំពោះ topic នៅក្នុង event នេះដែរគឺគេលើកយកនិយាយអំពី from the US to Cambodia story of their career success and community impact អញ្ចឹងស្ដាប់តា topic ក៏ interested ដែរ right អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ស្វែងយល់នៅបទពិសោធន៍ផ្សេងៗដែលពួកគាត់ធ្លាប់មានប្រវត្តិផ្លាស់ប្ដូរការសិក្សានៅសហរដ្ឋអាមេរិកហើយនិងអ្នកដែលគាត់ត្រៀមទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកកុំភ្លេចចូលរួមកម្មវិធីមួយនេះសម្រាប់កម្មវិធីនេះដែរគឺនឹងធ្វើឡើងនៅថ្ងៃស្អែកដែលត្រូវនឹងថ្ងៃពុធនៅម៉ោង2រសៀលម៉ោង2កន្លះហើយចំណែកទីតាំងវិញគឺនៅ MCAM Exchange នៅអាគារ Exchange Square Mall នៅជាន់ទី1អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ចូលរួម event នេះខ្ញុំនឹងធ្វើការ drop link នៅក្នុង comment ដើម្បី register សម្រាប់ចូលរួមកម្មវិធីនេះអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានការចែកម្លែកតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់ឬក៏មានសំណួរបន្ថែមក៏អាចធ្វើការ comment សួរបន្ថែមផងដែរតាក់ទងជាមួយនឹងកម្មវិធីនៅថ្ងៃស្អែកម៉ោង2កន្លះហ្នឹងអូខេ I hope to see you there bye